បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពថ្ងៃនេះខ្ញុំមកថតទស្សនភាពប្រាសាទមួយដែលគេកំពុងតែធ្វើការអភិវឌ្ឍគឺជាប្រាសាទមួយចំណាស់តាំងពីសម័យកាលសតវត្សទី10បងប្អូនគឺនៅក្នុងរែករបស់ព្រះបាទសូរ្យវរ្ម័នទី1បាទនេះគឺជាកំពុងតែអភិវឌ្ឍផ្លូវកាន់តែធំអញ្ចឹងដូចខ្ញុំអ្នកនរគ្នាអាចធ្វើដំណើរដល់ភ្នំជីសូរហើយមកកើតថង់ជាផ្លូវដែលខ្ញុំបង្ហាញមិញហ្នឹងហើយយើងនឹងឃើញផ្លូវគេកំពុងតែជួសជុលហើយនេះអញ្ចឹងពីមុនផ្លូវនឹងទូចតាមដងព្រែកហ្នឹងឥឡូវគេចាប់ដើមធ្វើម្ដងបន្តិចហើយអញ្ចឹងគេកំពុងអភិវឌ្ឍប្រាសាទនេះគឺឈ្មោះថាប្រាសាទសែនភូវាំងផ្លូវមកជីរួចទេបងទៅដល់មានលូឆ្លងទៅកើតទៅអញ្ចឹងទៅមកកើតហើយទៅដល់ប្រាសាទបានអត់ដល់នេះទៅដល់គម្រោងហ្នឹងណាគេអ្នកជួយបងខ្ញុំផ្លូវនេះឃុំហ៎បវត្តហ៎រត់អូខេល្អណាស់ធ្វើអានេះតែអានោះតែក្រុមហ៊ុនឯកជនមិនដឹងបាទអរគុណបងបាទហ្នឹងហើយបងប្អូននេះគឺជាផ្លូវដែលយើងកំពុងតែធ្វើការអភិវឌ្ឍមិនថារដ្ឋាភិបាលកំពុងតែធ្វើការអភិវឌ្ឍចូលទៅកាន់ប្រាសាទសានភូវាំងដែលជាគៀនជាមួយនឹងប្រាសាទភ្នំជីសូរបាទអញ្ចឹងគេនឹងធ្វើការអភិវឌ្ឍហើយបង្កើតនៅតំបន់ទេសចរឲ្យកាន់តែល្អប្រសើរហើយបងប្អូនប្រាសាទនេះគឺពិតជាល្អមែនពេលដែលយើងទៅដល់យើងនឹងឃើញភាពអស្ចារ្យនៃប្រាសាទសានភូវាំងនេះដែលមានដុំថ្មធំបន្ទប់លើគ្នាហើយនេះគឺជាសកម្មភាពដែលគេកំពុងតែឈូសឆាយផ្លូវដើម្បីទៅឲ្យដល់នៃប្រាសាទសានភូវាំងរបស់យើងបាទធ្វើធំមិនធម្មតាបងប្អូនបាទរដ្ឋាភិបាលយើងចាប់ដើមធ្វើផ្លូវចូលហើយបើសិនជាធ្វើផ្លូវចូលហើយនឹងប្រកបល្អប្រសើរណាបងប្អូនណាល្អប្រសើរដើម្បីឲ្យប្រជាជននៅតំបន់នេះអាចរកស៊ីអាចលក់ដូរហើយមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទីនេះឲ្យកាន់តែច្រើនហើយយើងនឹងធ្វើការផ្សព្វផ្សាយតកតងមួយប្រាសាទទេសចរឲ្យបានទូលំទូលាយកាលណាតែយើងមានផ្លូវហើយគឺយើងងាយស្រួលក្នុងការផ្សព្វផ្សាយបងប្អូនពីមុនផ្លូវវាទូចផ្លូវភ្លឺខ្សែតាមខ្នល់ភាគនេះតាមខ្នល់ហ្នឹងណាអញ្ចឹងជួសួរលោកពូមិញគាត់ថាបើសិនជាយើងទៅដល់នោះយើងទៅដល់ទេអញ្ចឹងខ្ញុំធ្វើការចូលតាមផ្លូវនេះចុះដោយសារនោះបែរជាប់ជាមួយនឹងគេកំពុងតកាយអញ្ចឹងយើងឡើងទៅផ្លូវនេះវិញអាយអានេះត្រៃមកខាងទៀតយើងអាចជិះចូលបានប៉ុន្តែបងប្អូនមកអាចធ្វើហើយបាទផ្លូវនេះគេនឹងធ្វើហើយឆាប់នេះពេលដែលធ្វើហើយខ្ញុំនឹងបន្ថយម្ដងទៀតបងប្អូននេះជាប្រាសាទភ្នំជីសូរនេះជាប្រាសាទភ្នំជីសូរបាទប្រាសាទភ្នំជីសូរបងប្អូននឹងធ្លាប់មកលេងហើយប្រាសាទភ្នំជីសូរគឺជាប្រាសាទមួយដែលធំជាប្រាសាទរាជនឹងសម័យកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ដែលព្រះអង្គសោយរាជពីឆ្នាំ1006ដល់ឆ្នាំ1012ក្នុងឯកសារខ្លះគឺ1000មែនទេ1006ដល់1050ក្នុងឯកសារខ្លះគឺ1012ដល់1050ណាបាទក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1បាទមានអ្នកដុតព្រៃទៀតនេះឆេះអស់បាទដុតព្រៃវ៉ាវក្តៅបាទផ្លូវខ្ញុំពិតជាសប្បាយចិត្តណាស់បងប្អូនគាត់ឮថាទីនេះគឺមានគេក៏ធ្វើផ្លូវចូលទៅក្នុងសែនភូវាំងខ្ញុំក៏ចាប់ដើមសប្បាយចិត្តហើយខ្ញុំក៏ធ្វើដំណើរមកភ្លាមតែម្ដងឆ្លៀតពេល1ម៉ោងបន្ទាប់ពីការងារខ្ញុំក៏ជិះម៉ូតូមកពីផ្ទះរបស់ខ្ញុំពីផ្សារពេវាមកគឺរយៈពេលប្រហែលជា15នាទីខ្ញុំមកដល់តែម្ដងបាទឥឡូវខ្ញុំមកជិតដល់ហើយបងប្អូនអេសកាវ៉ាទ័រកំពុងតែធ្វើការកាប់បន្លាវនេះស្កាវ៉ាទ័រអានេះជាភាសាបងប្អូនភាសាខ្ញុំពិតជាសប្បាយចិត្តអត់ឧបមាបាទពិតជាសប្បាយចិត្តណានេះផ្លូវបុរាណបងប្អូននេះជាផ្លូវបុរាណ
ផ្លូវបុរាណបាទផ្លូវបុរាណហើយកន្លែងនេះគឺមិនធម្មតាបងប្អូនណាសក្ការៈមិនធម្មតាទេបាទនេះដល់ហើយនេះគឺជាប្រាសាទសែនភូវាំងនេះជិះមកជុំមើលសិនបាទហើយខ្ញុំធ្វើសេចក្តីអត្ថាធិប្បាយចែកជូនពុកម៉ែបងប្អូនទស្សនាបន្តទៀតបាទហើយគេនឹងធ្វើផ្លូវទៅកាន់សែននិមលទៀតបាទសែននិមលទៀតបាទកាលណាគេធ្វើផ្លូវហើយគេនឹងធ្វើការជួសជុលប្រាសាទនេះឲ្យមើលទៅពួកនេះមកពីណាពីណីអត់រៀនទេហើយអត់រៀនទេនៅរៀនឬក៏ធ្វើការអត់រៀនមករត់ទេគិចសាលាហ្មងស្រួលគិចសាលាហ្មងយើស្រួលគិចសាលាមែនព្រោះថ្ងៃហ្នឹងគេរៀនធម្មតាហ្នឹងហ៎ខ្ញុំរៀននៅពេញរៀននៅពេញចឹងគិចសាលានៅពេញអូដល់កូនកំមុំនេះជីមកជុំបងប្អូននេះយើងជីមកជុំសិនហើយចាំឈប់ធ្វើការថតបន្តិចជាមួយទស្សនភាពអានោះទន្លេអ៊ំខ្ញុំឈប់កន្លែងនេះចុះមកវេវបងប្អូននឹងអត់ភាពអស្ចារ្យរបស់ប្រាសាទនេះគឺមានដុំថ្មធំមែនទែនមែនហ្មងធំហ្មងបងប្អូនមិនធម្មតាបងប្អូននេះឃើញទេថ្មភក់ថ្មបាយក្រៀមគឺលួចដើរលេងបាទដុំថ្មធំបងប្អូនដុំថ្មធំមែនតើឃើញទេដុំថ្មធំគឺភាពអស្ចារ្យរបស់ប្រាសាទគឺមិនមែនក្បាច់ក្បូរច្រើនណាស់ណាទេប៉ុន្តែភាពអស្ចារ្យគឺដោយសារតែមានដុំថ្មធំយកមកបន្ទប់លើគ្នាគឺធំរាប់តោនមែនតើហើយនេះគឺជាប្រាសាទក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ដែលព្រះអង្គកសាងនេះហាក់បីដូចជាមិនមែនជាប្រាសាទរាជទេគ្រាន់តែជាប្រាសាទដែលអាចជាគោបរៈទី1ដែលនឹងធ្វើការគោរពបូជាមុននឹងឡើងដល់ប្រាសាទធំនៅលើកំពូលភ្នំជីសូប៉ុន្តែគាត់ថាភាពអស្ចារ្យរបស់ប្រាសាទនេះគឺមានដុំថ្មធំថ្មបាយក្រៀមយកមកបន្ទប់លើគ្នាតែម្ដងបាទបន្ទប់លើគ្នារាប់តោនគីឡូហើយគឺមានថែវ4បងប្អូនមានថែវមានគេហៅថាប្រឡយ4ថែវ4ហើយយើងមើលពីនេះទៅគឺនេះគឺជាប្រាសាទភ្នំជីសូបាទជាប្រាសាទភ្នំជីសូបងប្អូនហើយអ្វីដែលសំខាន់ភាពអស្ចារ្យរបស់ប្រាសាទនេះគឺដុំថ្មធំបន្ទប់លើគ្នាគឺធ្វើឲ្យមានមហោស្ចារ្យតែម្ដងបន្តិចទៀតខ្ញុំនឹងធ្វើការសេចក្តីរាយរាប់ខ្លះតាក់ទងជាមួយនឹងប្រាសាទណាប្រាសាទគឺមាននេះនឹងផ្ដែគឺឆ្លាក់បានស្អាតដែរបងប្អូនឆ្លាក់ផ្ដែមានឆ្លាក់បានស្អាតហើយមានដុំថ្មដែលថ្មភក់ហ្នឹងគឺរាប់តោនគីឡូតែម្ដងដែលធ្វើឲ្យយើងទស្សនាជក់ចិត្តទឹកអារម្មណ៍ពេលដែលគេធ្វើផ្លូវហើយប្រកាសជាមានទេសចរមកទស្សនាយ៉ាងច្រើនកកតែម្ដងបាទបងប្អូនឃើញទេនេះថែវមានន័យថាប្រឡយ4អានឹងគេហៅថាច្រក4ណាច្រក4ទិសឬក៏បែបសាលាដំណាក់អានេះឬក៏ជាគោបរៈមុននឹងឡើងទៅដល់ប្រាសាទរាជនោះប្រាសាទរាជឬគ្រាន់តែជាគោបរៈដែលយើងឡើងទៅដល់ប្រាសាទរាជអញ្ចឹងគោបរៈមាន2ប្រា
ប្រាសាទភ្នំប្រាសាទសែនពវាំងនេះឬក៏គេហៅតាវាំងបាទគឺជាគោបរៈទី1បាទគោបរៈទី1ហើយប្រាសាទសែននិមលនៅខាងមុខមួយទៀតគឺជាគោបរៈទី2ខ្ញុំសប្បាយចិត្តណាស់បងប្អូននិយាយរំទៅខ្ញុំសប្បាយចិត្តមែនតើពេលដែលមានការជួសជុលប្រាសាទបែបអញ្ចឹងគឺសប្បាយណាស់សប្បាយហើយមួយទៀតសប្បាយថតថាគេធ្វើផ្លូវឲ្យយើងដើរធ្វើផ្លូវយើងជិះឲ្យទេសចរមានផ្លូវជិះចូលយ៉ាងល្អប្រសើរប្រាសាទនេះគឺធំមែនតើខ្ញុំដើរខាងនេះគឺរៀងបាក់ណាបាក់គឺប៉ុន្តែគេទប់ជើងកុំឲ្យវាបាក់លើសដើមកុំឲ្យបាក់លើសដើមបើសិនជាមានលុយយើងជួសជុលបន្ថែមទៀតស្អាតណាបងប្អូនស្អាតថេតនេះថេតទៅនោះថេតឃើញទេថេតរៀងបាក់បាយទៅនោះថេតឃើញថេតទៅអញ្ចឹងគេទប់ដែកកុំឲ្យវាបាក់បន្តបាទកុំឲ្យបាក់បន្តនៅទីនេះប្រាសាទនេះគឺយើងឈ្មោះថាសែនភវាំងឬក៏គេហៅតាវាំងបាទដុំថ្មធំតែម្ដងបងប្អូនទោះប៉ុន្តែវាមិនមានក្បាច់ច្រើនក៏ប៉ុន្តែដុំថ្មគឺធំថ្ម3ក្រៀមយកមកឆ្លាក់ដាប់សពសែបបងសពបែបយ៉ាងយើងមើលថ្មភក់មួយនេះបាទមើលថ្មភក់មួយនេះថ្មភក់បងប្អូនគឺមិនធម្មតាបាទសម័យរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1គឺមិនធម្មតាហើយបងប្អូនមើលថ្ម3ក្រៀមរៀបតាមលំដាប់ស្មើគ្នាស្អាតមែនទែនបាទសម័យឥឡូវធ្វើមិនបានដូចទេអញ្ចឹងយើងមានរបស់ល្អហើយបើយើងមិនចេះថែរក្សាទៀតយើងប្រកាសជាឈឺចាប់ដូចពេលថៃវិជ្ជាលៀនពៀនយើងអញ្ចឹងតើមានរបស់យើងគួរតែនាំនេះថែរក្សានេះសសរពេជ្រស្អាតធ្វើពីថ្មភក់បាទធ្វើពីថ្មភក់មើលធ្វើពីថ្មភក់អូខេដែរសូមបញ្ជាក់នេះគឺជាប្រាសាទសែនភវាំងដែលកសាងក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ដែលព្រះអង្គសោយរាជ្យចាប់ពី1012ដល់1050ក្នុងរជ្ជកាលមិនធំតែធ្វើក្នុងរជ្ជកាលហ្នឹងទេរជ្ជកាល3ស្ដេចគឺព្រះបាទសូរ្យវរ្ម័នទី1ហើយនិងព្រះបាទធររិន្ទ្រវរ្ម័នទី1បន្ទាប់មកសូរ្យវរ្ម័នទី2ហ្នឹងហើយស្អាតភាពអស្ចារ្យនៃប្រាសាទគឺដុំថ្មធំមិនមានក្បាច់រចនាប៉ុន្តែមានដុំថ្មធំដែលលើកមកតាមដំរីតាមក្បូនជាសាសថ្មភក់ដែលយកមកពីភ្នំកលែនបាទភ្នំកលែននៅទីនេះដំបូលខាងលើនេះគឺកដាលនេះប្រហែលជាសម័យបុរាណគ្មានទេមើលទៅគេទៅធ្វើថ្មីយ៉ាងនេះហ្នឹងហើយបងប្អូនដូចជាអត់មានអីទៀតទេខ្ញុំអត្ថាធិប្បាយតែប៉ុណ្ណឹងចង់បញ្ជាក់ថាប្រាសាទនេះត្រូវបានគេកសាងជួសជុលឡើងវិញខ្លះហើយគេកំពុងតែធ្វើផ្លូវចូលមកយ៉ាងធំបាទយ៉ាងធំតែម្ដងបាទហើយនេះមិនមែនជាការប្រាសាទនេះគេប្រើសម្រាប់ជាគូបរៈបងប្អូនពួកឯងឃើញមានលឹងអត់មានឃើញស្នាមនៃលឹងស្នាមនៃយោនីរបស់ព្រះឥសូរទេធាតុពិតព្រះបាទសូរ្យវរ្ម័នទី1ព្រះអង្គជាស្ដេចដែលកាន់សាសនាពុទ្ធមហាយានក៏ប៉ុន្តែព្រះអង្គនៅតែយកចិត្តទុកដាក់ជាមួយនឹងសាសនាព្រហ្មញ្ញដដែលហ្នឹងហើយពុកម៉ែបងប្អូនខ្ញុំនឹងទៅថតទស្សនភាពជិះម៉ូតូនៅទន្លេអ៊ំនៅខាងមុខនេះឥឡូវចាំជួបគ្នានៅវីដេអូក្រោយ